សូមជម្រាបសួរទៅកាន់អ្នកគ្រូដែលជាគ្រូទេដឹកនាំសិនបស្រាវជ្រាវរបស់ខ្ញុំបាទខ្ញុំសូមជួនទៅដល់ធានរបស់ខ្ញុំគឺការសិក្សាពីដំណើរការនៃការអនុវត្តវិធីសាស្ត្របង្រៀនបែបរីរកដើម្បីពង្រឹងសកម្មភាពក្រុមរបស់សិស្សក្នុងមុខវិជ្ជាវិទ្យាសាស្ត្រដើម្បីកុំឲ្យខាត់ពេលវេលាយូរខ្ញុំបាទសូមជួនទៅដល់មាតិការបស់ខ្ញុំគឺមានចំពុកទី1រហូតដល់ចំពុកទី5ជំរួមជាមួយនឹងឯកសារពីគ្រូគឺឯកសារយោងហើយចូលគោលបំណងរបស់ខ្ញុំគឺគោលបំណងនៃការស្រាវជ្រាវគឺដើម្បីសិក្សាអំពីការអនុវត្តវិធីសាស្ត្របង្រៀនបែបរីរកដើម្បីពង្រឹងសកម្មភាពក្រុមរបស់សិស្សហ្នឹងឲ្យមានភាពសកម្មក្នុងការបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រហើយដោយឆ្លើយតបទៅនឹងគោលបំណងនេះខ្ញុំក៏មានលើកជាសំណួរមួយគឺតើវិធីសាស្ត្របង្រៀនបែបរីរកហ្នឹងជួយពង្រឹងសកម្មភាពក្រុមរបស់សិស្សក្នុងការរៀនមុខវិជ្ជាវិទ្យាសាស្ត្រនោះដូចម្តេចបាទសូមជួនទៅដល់2.3គឺក្របខ័ណ្ឌគំនិតក្របខ័ណ្ឌគំនិតរបស់ខ្ញុំគឺមានអត្ថហេតុដំណើរការជាមួយនឹងអត្ថផលអត្ថហេតុវិញគឺវិធីសាស្ត្របង្រៀនបែបរីរកហ្នឹងដែលយើងសង្កេតទៅលើមើលទៅលើការបង្ហាញបាតុភូតការដាក់សំណួរពលិសជាទៅជារួមគឺដំណាក់កាលទាំង4របស់ IBL តែម្ដងមានការទូទាយការរៀបចំធ្វើតេស្តសមត្ថកម្មការពិសោធន៍ជាក់ស្ដែងហើយដំណើរការនៃការប្រមូលទិន្នន័យគឺមានវិធីសង្កេតជាមួយនឹងការសម្ភាសហើយវិធីសង្កេតនេះគឺធ្វើឡើងដោយប្រើប្រាស់វិធីសាស្ត្របែបរីរកហើយទី2គឺសម្ភាសដោយផ្ដោតទៅលើការបង្ហាញបាតុភូតការបង្កើតសមត្ថកម្មការពិសោធន៍ការសន្និដ្ឋានដែលយើងបរិយាយខ្ញុំបានធ្វើសំណួរចង់ក្រងសំណួរដើម្បីទៅកាន់សម្ភាសសិស្សទៅតាមដំណាក់កាលរបស់ IBL នីមួយៗផងដែរចូលដល់អត្ថប្រយោជន៍របស់ខ្ញុំគឺវិធីសាស្ត្របង្រៀនបែបរីរកពង្រឹងសកម្មភាពក្រុមការកើនឡើងនៃអន្តរកម្មនិងកិច្ចសហការក្រុមភាពម្ចាស់ការនិងការទទួលខុសត្រូវរបស់សិស្សនឹងលើកិច្ចការដែលទទួលបានហើយការសម្រេចបានក្នុងទស្សនវិជ្ជាមេរៀនវិទ្យាសាស្ត្រចូលទៅដល់3.1គឺរបៀបវិធីស្រាវជ្រាវហើយការស្រាវជ្រាវរបស់ខ្ញុំគឺប្រើប្រាស់វិធីសាស្ត្រគុណវិស័យហើយយោងទៅតាមលោកMariam និង Tisda ឆ្នាំ2016ហើយចូលដល់3.2គឺទីតាំងសកលគំរូវិទ្យាករនិងតំណាងគំរូទំហំសំណាក់គឺទីតាំងគឺសាលាសហការហើយសកលគំរូធ្វើទៅលើសិស្ស62នាក់ស្រី40នាក់ប្រុស22នាក់នៅថ្នាក់ទី5ហើយតំណាងគំរូគឺទំហំសំណាក់គឺខ្ញុំរើស62នាក់ដើម្បីធ្វើការសង្កេតហើយសិស្ស6នាក់ដែលមាន3នាក់ជាស្រីនិង3នាក់ទៀតគឺប្រុសសិស្សប្រុសដែលក្នុងនោះគឺបានញែកជាសិស្សមធ្យមសិស្សបង្គួរហើយសិស្សពូកែបាទដើម្បីធ្វើការសម្ភាសន៍ហើយដែលការរើសចំណាត់គឺរើសតាមបែប purposive sampling គឺតាមបែបគោលបំណងដែលយកទៅតាម Lucas Schwab ឆ្នាំ2012ហើយចូលដល់3.3គឺនីតិវិធីនៃការប្រមូលទិន្នន័យគឺខ្ញុំប្រើប្រាស់វិធីសង្កេតនិងការសម្ភាសន៍ហើយវិធីសង្កេតដោយយោងទៅតាមឯកសាររបស់លោក Sim ឆ្នាំ2025ហើយការសម្ភាសន៍គឺយោងទៅតាមលោក Colby Howe និង Tommy ឆ្នាំ2003ហើយចូលទៅដល់3.4ការវិភាគទិន្នន័យគឺខ្ញុំប្រើប្រាស់ការវិភាគតាមបែបប្រធានបទ semantic analysis ដែលផ្អែកទៅលើការសង្កេតផលនៃការសង្កេតនិងការឆ្លើយតបរបស់សិស្សគឺការសម្ភាសន៍សិស្សនឹងឯងដែលយោងទៅតាមលោក Creswell ឆ្នាំ2015ចំពោះលទ្ធផលនៅចំពោះទី4គឺ4.1លទ្ធផលគឺការវិភាគនិងការសំយោគទិន្នន័យដែលបានមកពីការសង្កេតសិស្ស62នាក់រួមជាមួយលទ្ធផលសម្ភាសន៍សិស្សហ្នឹងទាំង6នាក់ហ្នឹងទៅតាមដំណើរការទាំង4គឺបានចាប់ជា SIM ជាប្រធានបទដូចខាងក្រោមដែលឆ្លងកាត់តាមរយៈការអានទិន្នន័យជាច្រើនដងហើយការឈានទៅដល់ការចាប់កូដហើយឈានទៅដល់ការកំណត់ប្រធានបទរបស់ខ្ញុំតែម្ដងការកំណត់ប្រធានបទរបស់ខ្ញុំនោះគឺធ្វើឡើងទៅតាមដំណាក់កាលតែម្ដងដំណាក់កាលទី1គឺការបង្ហាញបាតុភូតនោះគឺ SIM គឺនៅក្នុងការបង្ហាញបាតុភូតនោះតែម្ដងគឺវាអាចគឺអត់ឈានទៅដល់ការតេស្តសមត្ថកម្មការពិសោធន៍អីទេគឺនៅក្នុងដំណាក់កាលការបង្ហាញបាតុភូតនោះតែម្ដងអញ្ចឹងគឺលទ្ធផលគឺប្រធានបទនោះគឺចាប់បានការដាស់ស្មារតីនៃការគ្រប់គ្រងការចូលរួមរបស់សិស្សដោយសារតែនៅក្នុងថ្នាក់រៀនមានសិស្សរហូតដល់12នាក់អញ្ចឹងដែលមានសិស្សខ្លះពេលខ្លះសិស្សខ្លះជជែកគ្នានៅក្នុងពេលដែលបង្ហាញបាតុភូតហ្នឹងហើយសិស្សខ្លះមិនសូវផ្ដោតអារម្មណ៍មានដល់ម៉ោងពេលគ្រូបង្ហាញបាតុភូតហ្នឹងអញ្ចឹងពេលហ្នឹងខ្ញុំជាគ្រូបរិញ្ញាគឺបានប្រើប្រាស់ចេះទេដូចជាផ្ទះដៃជាក់ស្ដែងវិញផ្ទះដៃដើម្បីទាញប្រុងប្រយ័ត្នចំណាប់អារម្មណ៍របស់សិស្សហ្នឹងឲ្យផ្លាស់ប្ដូរជាបត់មកប្រឹងស្ដាប់ហើយដូចជាមើលរូបភាពដែលគ្រូបង្ហាញហើយអាចទាញចំណាប់អារម្មណ៍របស់គាត់នៅលើមេរៀនវិញភ្លាមៗបានផងដែរបាទចំពោះស៊ីមការដាក់ស្មារតីការក្រុមការចូលរួមសូមផ្ដល់ដំណើរទៅប៉ុណ្ណឹងហើយដើម្បីផ្សារភ្ជាប់ឲ្យកាន់តែរឹងមាំគឺដោយយោងទៅលើបញ្ជីសង្កេតគឺបានចាប់ជាស៊ីមប៉ុណ្ណឹងហើយខ្ញុំមិនសូមបង្ហាញជាសង្កេតទេដោយសារតែវាត្រូវការចំណាយ slide ច្រើនបាទអញ្ចឹងខ្ញុំសូម
ដោយសារវាSIM នេះគឺជាលទ្ធផលនៃការសង្កេតនិងការសម្ភាសន៍ហើយការសម្ភាសន៍សិស្សនៅយោងទៅតាមសិស្សទី1គឺបាននិយាយថាខ្ញុំមានអារម្មណ៍ចម្លែកនិងឆ្ងល់ខ្លាំងណាស់ចង់ដឹងថាតើគ្រូនឹងនាំអ្វីធ្វើអ្វីបន្តទៀតបានគឺជាចំណាប់អារម្មណ៍របស់សិស្សពេលដែលឃើញខ្ញុំបង្ហាញបាតុភូតទៅកាន់គាត់ហើយចឹងខ្ញុំចូលចិត្តពេលគ្រូបង្ហាញវីដេអូធ្វើខ្ញុំចង់ដឹងថាមានរឿងអ្វីក៏ឡើងបន្តបាទនេះគឺជាចំណាប់អារម្មណ៍របស់ពួកគាត់ហើយទី2 SIM ទី2គឺការដកស្រង់ការគិតបែបប៉ាន់ស្មានលទ្ធផលក្នុងការផ្សំភាពថ្នាក់មួយដែលឡូឡាអញ្ចឹងការអនុញ្ញាតឲ្យសិស្សទូទាយចម្លើយមុនពេលរៀបរងគឺជាចំណុចដ៏សំខាន់ណាស់នៅក្នុងការជំរុញការចងចាំនិងការគិតរបស់ពួកគេប៉ុន្តែនៅក្នុងស្ថានភាពមួយដែលសិស្សមួយចំនួនតូចដែលគាត់ឡូឡាគាត់អត់សូវចូលរួមប៉ាន់ស្មានធ្វើចម្លើយប៉ាន់ស្មានហើយពេលដែលលោកគ្រូក៏បានធ្វើជំនាញគ្រូក៏បានទាញម្ដងប្រយ័ត្នពួកគាត់ឲ្យមកគិតប៉ាន់ស្មានចឹងទៅតែតាមសិស្សភាគច្រើនតាមរយៈបង្ហាញបាតុភូតគឺគាត់ចូលរួមឆ្លើយបាទហើយដែលយោងទៅតាមសិស្សទី2គាត់បាននិយាយថាពួកខ្ញុំបានជជែកគ្នាពីលទ្ធផលដែលបានកើតឡើងដោយយកចំណេះដឹងពីមុនឬអ្វីដែលធ្លាប់ឃើញក្នុងជីវភាពរស់នៅប្រចាំថ្ងៃមកឲ្យអានដើម្បីសាកល្បងទាយមើលមុននឹងចាប់ផ្ដើមអញ្ចឹងគាត់ចាប់ផ្ដើមទាយចម្លើយនៅពេលដែលខ្ញុំបង្ហាញសំណួរកលឹះទៅកាន់គាត់ហើយចូលដល់ប្រធានបទទី3គឺបទពិសោធន៍រុករកជាក់ស្ដែងនិងបញ្ហាប្រឈមក្នុងក្រុមក្រុមធំនៅក្នុងដំណាក់កាលពិសោធន៍រុករកចម្លើយហ្នឹងគឺកន្លែងហ្នឹងគឺបានន័យថាមានសិស្សពេលដែលចូលក្រុមសិស្សខ្លះគឺអឺមានបើគាត់ប៉ាកែសិស្សប៉ាកែគាត់ដឹងតែប្រឹងធ្វើហើយថាសិស្សមធ្យមចឹងទៅប៉ុន្តែបើសិស្សខ្សោយសិស្សរៀនយឺតបានន័យថាពួកគាត់គឺជជែកគ្នាខ្លះដែរអញ្ចឹងវាដែលម្យ៉ាងទៀតគឺសមាជិកក្នុងក្រុមគឺ8ទៅ9នាក់ដោយសារ42នាក់ហើយចែកជា6ក្រុមអញ្ចឹងធ្វើឲ្យសិស្សមានចំនួនច្រើនអាច8ទៅ9នាក់ឬក៏10នាក់ចឹងទៅប៉ុន្តែតាមរយៈទាំងអស់ហ្នឹងហើយដល់មើលឃើញបញ្ហាហ្នឹងគ្រូក៏បានដើរពិនិត្យនិងដាស់តឿនស្មារតីពួកគាត់បន្ថែមទៀតដើម្បីពួកគាត់ត្រឡប់មកសហការគ្នាម្ចាស់ការលើការរុករកនិងយកដឹងលើមេរៀនមកស៊ីជម្រៅអញ្ចឹងត្រង់នេះដែរគឺបើសិនជាសិស្សហ្នឹងបើសិនជាសិស្សរៀនខ្លួននិងអត់មានចំណេះដឹងមានស្រាប់គាត់ក៏អាចទៅចូលក្រុមនឹងបានល្អដែរអញ្ចឹងតាមរយៈការរៀនបែបរៀនរកគឺគាត់ត្រូវចូលរួមធ្វើការងារដោយខ្លួនឯងអញ្ចឹងពួកគាត់អាចដោះស្រាយបញ្ហាអាចធ្វើការងារក្រុមមួយគាត់បានល្អជាងមុនដែរដែលយោងទៅតាមសិស្ស F3 និង F5 បាទគាត់បានលើកឡើងបាទសូមចូលទៅដល់ប្រធានបទទី4គឺការពង្រឹងការយល់ដឹងនិងកិច្ចសហការក្រុមនៅក្នុងដំណាក់កាលចុងក្រោយនេះគឺដំណាក់កាលសន្និដ្ឋានមេរៀននិងដំណាក់កាលលទ្ធផលដែលសិស្សបានហ្នឹងវត្តមាននិងទូនាទីរបស់គ្រូក្នុងការសម្រួលការតាមក្រុមមួយគឺជាកត្តាគន្លឹះដែលនាំឲ្យសិស្សចេះសំយោគចំណេះដឹងបាទដល់ពិសេសឡើងបកស្រាយគ្រូចាប់ផ្ដើមសួររំលឹកឬសួររំលេចបុព្វឲ្យគាត់ហ្នឹងធ្វើការសន្និដ្ឋានចម្លើយហ្នឹងក៏ដូចជាបើគាត់សន្និដ្ឋានអត់បានទេគ្រូនឹងចាប់ផ្ដើមសន្និដ្ឋានឲ្យសិស្សតែម្ដងបាទនៅក្នុងដំណាក់កាលនៃការសង្កេតរបស់ខ្ញុំគឺស្វែងរកសន្និដ្ឋានសិស្សអាចសន្និដ្ឋានបានទេគឺគ្រូអ្នកសន្និដ្ឋានរួមតែម្ដងគាត់ថាសិស្សសន្និដ្ឋានទៅលើអ្វីដែលគាត់បានពិភាក្សាគ្នាហើយនេះគឺជាយោងទៅតាមសម្ដីរបស់ F6 សិស្សទី6គឺគាត់បានលើកឡើងអាចផ្សំទៅនឹងដំណាក់កាលខាងក្រោយហើយចំណុច4.2គឺការឆ្លុះបញ្ចាំងអញ្ចឹងនៅក្នុងការឆ្លុះបញ្ចាំងគឺអឺឆ្លុះបញ្ចាំងទៅលើភានបទទី1 SIM ទី1គឺទូតាមទស្សនីយរបស់លោក Padas et al. ឆ្នាំ2015គឺគាត់បាននិយាយថាដំណាក់កាលបង្ហាញបាតុភូតជួយដាស់ស្មារតីឲ្យសិស្សផ្ដោតការយកចិត្តទុកដាក់និងបង្កើតចាប់អារម្មណ៍ទៅលើមេរៀនបាទហើយ SIM ទី2គឺយោងទៅតាមទស្សនៈរបស់លោកបែឆ្នាំ2010បានគាត់បានបញ្យល់ថាការបង្កើតសមាជកម្មការឆ្លើយប៉ាន់ស្មានហ្នឹងគឺជាបេះដូងនៃការផ្លាស់ប្ដូរពីការរៀនបែបណែនាំទៅជាការរៀនបែបរីរកឯករាជ្យដែលជួយពួកគេមានអារម្មណ៍ថារំភើបហើយគាត់ចង់ដឹងចង់ឃើញអញ្ចឹងទៅហើយចូលមកទី3ផ្សារភ្ជាប់ទៅនឹងទស្សនៈរបស់លោក Melo Silva ឆ្នាំ2007ការរៀនតាមរយៈការដោះស្រាយបញ្ហាជាក់ស្ដែងជួយឲ្យសិស្សហ្នឹងយល់ដឹងស៊ីជម្រៅហើយទី4គឺការពង្រឹងការយល់ដឹងនៃសហគមន៍ហើយយោងតាមទស្សនៈរបស់លោក Sedgwick ឆ្នាំ2014ស្កត់ធ្ងន់ទៅលើទស្សនៈសាសនានិយមនិងកិច្ចសហការជាកត្តាជួយជំរុញជួយពង្រឹងការយល់ដឹងរួមនៅក្នុងក្រុមបាទចំពោះសេចក្តីសន្និដ្ឋានរបស់ខ្ញុំគឺវត្តនៃវិទ្យាសាស្ត្ររៀននៅអឺរ៉ុបនោះគឺទាំង4ដំណាក់កាលបានជួយពង្រឹងសកម្មភាពក្រុមបាទលើការរៀនវិទ្យាសាស្ត្រហើយបន្ថែមទៅដែរបញ្ហាសម្រាប់ធ្នាប់ពុទ្ធសាសនាក៏វានឹងកើតឡើងដែរនៅពេលដែលហើយមួយទៀតនោះគឺការលួចមើលចម្លើយទុកមុនរបស់សិស្សតែវាតោះនោះវាធ្វើឲ្យរាំងស្ទះទៅដល់ភាសានៃការរៀនរកបាទការគិតកម្រិតរៀនរករបស់សិស្សហ្នឹងបាទប៉ុន្តែ IBL គឺនៅតែជួយជំរុញពង្រឹងការកិច្ចសហការក្រុមរបស់សិស្សបានបាទហើយមួយទៀតដែនកំណត់នៃការស្រាវជ្រាវរបស់យើងធ្វើឡើងនៅថ្នាក់ទី5ដែលមាន42នាក់លើវិជ្ជាសាស្ត្រហើយ
លោកគ្រូសាស្ត្រសាស្ត្រច្រើននឹងការប្រមូលទិន្នន័យម្នាក់ឯងធ្វើឲ្យការសង្កេតមិនទាន់បានល្អិតល្អន់នៅឡើយទេហើយมันអាចយកទៅប្រើប្រាស់ជាទូទៅបានឡើយជាផលិតផលប៉ុន្តែជាបទពិសោធន៍សម្រាប់ថ្នាក់រៀនដែលមានបរិបទដូចគ្នាហើយចុងក្រោយគឺការរៀបចំផែនការរដ្ឋបន្តគឺនៅពេលដែលវិភាសាក្រុមគឺអ្នកស្រាវជ្រាវគឺគួរតែប្រមូលសភៅពុម្ពភាសាគោលទុកបដោះអាសន្នសិនដើម្បីសិស្សហ្នឹងគាត់គិតដោយខ្លួនឯងឬចំណេះខ្លួនឯងហើយពង្រឹងទៅលើសណ្ដាប់ធ្នាប់បង្កើនសុពលភាពទិន្នន័យតាមរយៈការឲ្យអ្នកចូលស្រាវជ្រាវចូលរួមដើម្បីធ្វើការសង្កេតសិស្សនោះឲ្យបានច្រើនអ្នកទៅដើម្បីឲ្យទៀងទាត់ទិន្នន័យឲ្យបានជាក់លាក់កាត់បន្ថយភាពលំអៀងចឹងទៅសម្រាប់បទបង្ហាញរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងបាទសូមចុងក្រោយសូមជូនដល់ឯកសារពីគ្រូគឺជាឯកសារយោងរបស់ខ្ញុំបាទមានតែប៉ុណ្្នឹងឯងបាទសូមអរគុណអ្នកគ្រូចំពោះការបទបង្ហាញរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងអរគុណ